យប់មិញខ្ញុំត្រូវមូសខាំច្រើនណាស់ពិបាកណាស់បើមិនប្រយ័ត្នទេសុកអាចនឹងមានជំងឺណាពិតជាពិបាកណាស់តើអ្នកទាំងពីរដឹងទេថាតើមុខខាំអាចបង្កឲ្យកើតជំងឺអ្វីខ្លះជំងឺអ្វីខ្លះទៅណាជំងឺគ្រុនឈាមទេដឹងត្រឹមត្រូវហើយភាគច្រើនវានឹងបង្កឲ្យមានជំងឺគ្រុនឈាមជំងឺគ្រុនចាញ់និងជំងឺគ្រុនឈីកជាដើមដោយសារតែសត្វមូសនាំយកមកជាមួយនៅភ្នាក់ងារបង្កជំងឺឧទាហរណ៍ជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់ដែលជារឿយៗកើតឡើងនៅក្នុងប្រទេសកម្ពុជាគឺជាជំងឺឆ្លងដែលបណ្ដាលមកពីសត្វមូសរយៈពេលពី3ទៅ7ថ្ងៃបន្ទាប់ពីឆ្លងជំងឺគ្រុនឈាមនិងបណ្ដាលឲ្យមានអាការៈគ្រុនក្តៅឈឺក្បាលឈឺសាច់ដុំបាត់បង់ចំណង់អាហារហើយបន្ទាប់មកនឹងមានចំណុចក្រហមនៅលើដងខ្លួននិងអវយវៈដូច្នេះត្រូវពាក់អាវដៃវែងនិងខោវែងដើម្បីការពារកុំឲ្យមុខខាំហើយការលុបបំបាត់ទឹកដក់នៅក្នុងផើងផ្កាសម្បកកំប៉ុងនិងសម្បកកង់ដែលជាជម្រករបស់សត្វមូសគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បង្ការជំងឺគ្រុនឈាមមែនហើយចាប់ពីស្អែកទៅខ្ញុំនឹងពាក់អាវដៃវែងនិងស្លៀកខោជើងវែងហើយទោះជាយ៉ាងណាក៏ដោយក៏នៅតែមានផ្លូវចម្លងជាច្រើនដែលបណ្ដាលឲ្យមានជំងឺឆ្លងមែនទេបើអញ្ចឹងយើងគ្មានផ្លូវរារាំងវាបាននោះទេទេវាមិនដូច្នោះទេអ្នកអាចបង្ការជំងឺឆ្លងបានតាមរយៈការបង្ការ3ចំណុចមូលហេតុនៃជំងឺឆ្លងទី1គឺប្រភពចម្លងភ្នាក់ងារបង្កជំងឺវាចូលក្នុងខ្លួនមនុស្សរាងកាយតាមរយៈផ្លូវចម្លងដៃនិងឡាក់ដូច្នេះប្រសិនបើអ្នកកាត់ផ្តាច់ចំណុចទាំង3នេះអ្នកអាចនឹងបង្ការជំងឺឆ្លងបានហើយខ្ញុំយល់ហើយបើយើងលាងដៃយើងអាចការពារមិនឲ្យមានជំងឺបានហើយមែនទេមែនហើយថ្មីត្បិតតែការសម្លាប់មេរោគសំខាន់ចំពោះការសម្លាប់ភ្នាក់ងារបង្ករោគក៏ប៉ុន្តែការសម្អាតខ្លួនប្រាណសម្លៀកបំពាក់ផ្ទះនិងសាលារៀនឲ្យបានស្អាតក៏ចាំបាច់ណាស់ដែរក្នុងការកាត់ផ្តាច់នៅផ្លូវចម្លងជំងឺម្យ៉ាងទៀតរបបអាហារដែលមានតុល្យភាពលំហាត់ប្រាណនិងការគេងឲ្យបានស្កប់ស្កល់ក៏សំខាន់ផងដែរសម្រាប់បង្កើនភាពរឹងមាំដល់រាងកាយ